ឯងមិនអោយខ្ញុំមានតែយកខ្លួនឯងហើយក្រោមការដឹកនាំរបស់ម្ចាស់ក្រុមសុងប៉ារយៈពេល10ឆ្នាំបានខ្លាយទៅជាក្រុមលេខ1នៅលើលោកនេះហើយថ្ងៃនេះបានឃើញពិតជាដូចឈ្មោះល្បីមែនលោកសរសើរពេកហើយលោកសរសើរពេកហើយឯងជើងខាងនេះជើងខាងនេះជើងម្ចាស់ក្រុមមានព្រឹត្តិការណ៍លេខ1លើលោកនេះជើញមកហើយសូមក្រុមម្ចាស់ក្រុមស៊ីងខ្ញុំនិយាយទៅចុះលោកម្ចាស់មីវម្ចាស់ក្រុមរបស់ខ្ញុំរកលោកជាច្រើនឆ្នាំមកហើយទីបំផុតលោកចេញមកហើយអរគុណដល់ម្ចាស់ក្រុមរាប់អានម្ចាស់ក្រុមមីវរៀបចំរួចហើយសូមលោកម្ចាស់លើកដៃកំពីដាក់ទៅលើរូបថៃជីទៅទោះទាយតាមកយ៉ាងដៃអាកំបាំងគឺនៅខាងក្នុងហើយដូច្នេះលោកម្ចាស់ប្រកាសជាពិបាកបន្តិចហើយណាសូម20ទោសផងទៅចុះដើមនេះជាសត្វនៅក្នុងឡានឲ្យតែប្រទះនឹងខ្យល់នឹងខ្លាយទៅជាសត្វនេះពាក្យនេះបានន័យថាម៉េចបានន័យថាបើសិនជាម្ចាស់ក្រុមប្រទះនឹងជួបសង្គ្រាមនឹងខ្លាយទៅជាអ្នកនៅលើមេឃបានពិភពគុណនេះនឹងស្ថិតនៅក្រោមអធិលោកម្ចាស់អញ្ចឹងទៅកន្លែងណាទៅប្រទះនឹងជួបសង្គ្រាមខ្ញុំក៏មិនដឹងដែរសូម្បីតែលោកក៏មិនដឹងដែរការពិតខ្យល់អត់មានរូបអត់មានសម្អល់ទេគ្មានកន្លែងណាស្ងប់ហើយប្រពោប្រែប្រួលមិនទៀងទាត់រស័តដដែលគ្មានកោះត្រោយបើសិនជារៀងរកយ៉ាងណាក៏ទោះទីមិនត្រូវដែរហើយប្រែប្រួលតាមកលៈទេសៈទោះជាយ៉ាងនេះក៏ត្រូវដកការពិសោធន៍អ្វីដែលហៅថាខ្យល់អ្វីដែលហៅថាពពកដែរទោះជាយ៉ាងណាក៏មួយជីវិតខ្ញុំនេះបានភ្លក់ទុកថាមិនស្ដាយក្រោយទេមិនមែនមួយជីវិតទេគឺពាក់កណ្ដាលជីវិតមុនពាក់កណ្ដាលជីវិតមុននេះជាវាសនារបស់លោកពាក់កណ្ដាលជីវិតមុនអញ្ចឹងវាសនារបស់ខ្ញុំទៅថ្ងៃក្រោយនោះកលៈទេសៈមិនទៀងទាត់ទេមិនទាន់ដល់ទេឯណាទៅជាពេលវេលាហេតុអីក៏មនុស្សចូលចិត្តចង់ដឹងអំពីរឿងព្រំលិខិតម្ល៉េះព្រំលិខិតពិបាកស្មានណាមិនដឹងជាមានសុភមង្គលទៅយ៉ាងណាទេខ្ញុំចង់ដឹងគឺអាចជួយឲ្យខ្ញុំកាន់កាប់អ្វីទាំងអស់ជាការពិតបើខ្ញុំវិញសុខចិត្តមិនដឹងវាល្អជាងលោកម្ចាស់មីវកំណត់របស់លោកចង់និយាយថាបើខ្ញុំបានជួយសង្គ្រាមហើយគឺអាចបានពិភពគុណហើយមែនទេត្រូវហើយចឹងចង់ជាភាសាមែនហើយអញ្ចឹងជួយសង្គ្រាមនេះគឺចង្អុលពីររបស់អ្វីទៅឬនេះទៅស៊ូព្រះជាម្ចាស់ឬមួយក៏ចង់ឲ្យម្ចាស់ក្រុមស៊ីងទៅស្វែងយល់ខ្លួនឯងមិនថាជួយសង្គ្រាមចង់និយាយពីអ្វីទេខ្ញុំស្បត់ថានឹងយកជួយសង្គ្រាមឲ្យបានដើម្បីកាន់កាប់ពិភពគុណបីសាយសម្រាប់នោះគឺខាងជើងតែមូលខ្លាយទៅជាកសិករពីពេលណាបីសាយសម្រាប់មនុស្សកាលពីមុនបានបង្កប់ខ្លួនជាយូរណាស់មកហើយដែលឯកោខាងត្បូងនឹងកំបិតព្រៃផ្សៃទិសខាងជើងគ្រប់គ្រងទិសរៀងខ្លួនមានឈ្មោះល្បីល្បាញដោយគេហៅថាតោភ្លើងលើភ្នំខាងត្បូងនិងសៀយីហាននៅសមុទ្រខាងជើងដែលតោភ្លើងនឹងកំបិតទៅកកជារបស់ទឹកទាំងពីរក្នុងពិភពគុណដែលតោមាសគឺរលីសូនជឹងជាយូរណាស់មកហើយឥឡូវអ្នកណាអាចយកកំបិតទៅកកបានគឺអាចដឹកនាំពិភពគុណទៅមូលបានហើយបើអញ្ចឹងឯងថាប្រគល់កំបិតទៅកកចេញមកបាននិយាយចំពោះខ្ញុំកំបិតទៅកគ្រាន់តែជាកំបិតពោះអស់ខ្ញុំត្រូវការវាមិនអាចឲ្យបានទេបើសិនជាឯងមិនឲ្យខ្ញុំមានតែយកខ្លួនឯងហើយ
សំបាចាប់ដោះលែងប្រពន្ធយើងភ្លាមមិនបានចាញ់នឹងសួរថាហេតុអីបានជានាងមិនកិច្ចហើយមិនរឿងនោះហើយបានបាត់ចិត្តជាប់របស់នាងតើនាងកំរើកយ៉ាងម៉េចទៅ មនុស្សក្នុងរូងភ្នំឯងមិនស្គាល់ចិត្តមនុស្សស្រីទេយើងនឹងសាច់ចិត្តចោលឲ្យនាងឯងឃើញទេនាងនៅតែមិនកិច្ចដូចគ្នា